ពីរោគទើបនឹងកើតគ្រាន់តែប៉ះដុកទឹកដោះគោមួយវិនាទីក្រោយមកទឹកដោះគោនោះក៏ប្រែជាដុំមាសយ៉ាងអស្ចារ្យទោះជាគេប៉ះអ្វីក៏ដោយក៏អាចប្រែក្លាយវាទៅជាមាសបានដែរសមត្ថភាពដ៏ខុសប្លែកពីគេនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងដើម្បីកុំឲ្យមានគេប៉ងអាក្រក់លើសមត្ថភាពចៅប្រុសលោកយាយបានបញ្ជាឲ្យអ្នកផ្ទះពាក់ស្រោមដៃឲ្យគេតាំងពីតូចដាច់ខាតមិនអាចបញ្ចេញសមត្ថភាពនេះឲ្យអ្នកក្រៅដឹងឡើយរយៈពេល18ឆ្នាំកំឡោះយើងប្រៀបដូចជាកូនក្រមុំដែលមិនធ្លាប់ធ្វើការងារធ្ងន់ការងារផ្ទះអ្វីក៏គេមិនឲ្យធ្វើដែរហើយគេក៏តែងតែចងចាំបណ្ដាំឪពុកជានិច្ចមិនឲ្យដោះស្រោមដៃចេញឡើយពួកអ្នកភូមិបែរជានិយាយឌឺដងថាគេជាក្មេងទំនេរអត់ប្រយោជន៍ធំប៉ុណ្ណេះទៅហើយនៅអត់មានការងារធ្វើទៀតការរិះគន់របស់អ្នកភូមិកំឡោះយើងក៏សម្រេចចិត្តរកការងារធ្វើដើម្បីរកលុយជនពៀលក្នុងភូមិមើលថាគេចង់ចេញទៅរកលុយក៏ធ្វើជាណែនាំផ្លូវឲ្យវាអ៊ូថាខាងវាមានការងារមួយហ្វ្រៃទាំងហូបទាំងស្នាក់នៅមានទាំងប្រាក់ខែគោនិងប្រាក់លើកទឹកចិត្តកំឡោះយើងមិនដឹងខ្លួនសោះថាត្រូវគេបោកលក់ទៅហើយពេលមកដល់ផ្ទះគេលួចរៀបចំវ៉ាលីរៀបចំខ្លួនចូលក្រុមធ្វើការម្ដាយចូលមកក្នុងបន្ទប់របស់គេឃើញត្រឹមតែសម្បត្តិមួយច្បាប់ដែលគេបន្សល់ទុកក្រោយពេលអ្នកផ្ទះដឹងរឿងនេះក៏ប្រញាប់ប្រមូលមនុស្សចេញទៅតាមរកតាមពិតទៅគ្រួសាររបស់គេពឹងផ្អែកលើសមត្ថភាពរហូតខ្លាចជាមហាសេដ្ឋីលំដាប់ប្រទេសបាត់ទៅហើយឪពុកបារម្ភខ្លាចសមត្ថភាពកូនត្រូវគេយកទៅប្រើប្រាស់ក៏បញ្ជាឲ្យគេតាមរកកូនប្រុសមកវិញទោះត្រូវចំណាយប៉ុន្មានក៏ដោយចំណែកកំឡោះយើងវិញត្រូវបានគេនាំមកកាន់រោងចក្រខុសច្បាប់មួយដោយសារមិនធ្លាប់ស្គាល់ពិភពលោកខាងក្រៅគេនៅមិនទាន់ដឹងថានេះជារឿងអីនៅឡើយការប្រមានគេថាបើមកដល់ហើយកុំគិតចង់រត់ឲ្យសោះបើមិនអញ្ចឹងទេនឹងមានវាសនាដូចពួកវាអញ្ចឹងហើយថែមទាំងប្រាប់ថាមួយថ្ងៃត្រូវធ្វើការ20ម៉ោងមួយខែបានលុយតែ2000ទេ2000ហ៎ទៅមុនទៅនេះវាច្រើនណាស់ហើយតតែមនុស្ស4នាក់ទើបរកបាន2000ឥឡូវនេះខ្ញុំម្នាក់ឯងអាចរកបាន2000បាត់ទៅហើយការងារនេះអស្ចារ្យណាស់បងក្បាលត្រងោនឹកស្មានមិនដល់ថាអាល្អិតនេះឡប់មែនវាក៏ឲ្យគេទៅស្កេនក្រយើដៃដើម្បីរៀបចំបន្ទប់និងចាប់ផ្ដើមធ្វើការពេលដែលកំឡោះយើងស្កេនក្រយើដៃហើយដាក់ចេញទៅម៉ាស៊ីននោះទាំងមូលក៏ប្រែទៅជាដុំមាសធ្វើឲ្យវាឈោមមើលឡើងគៀងបាត់ទៅคล้ายជាមាសហើយតាំងពីបានធ្វើការមកកំឡោះយើងក៏ខិតខំតាំងចិត្តគិតតែពីចង់រកលុយឲ្យបានច្រើនដើម្បីផ្លាស់ប្ដូរជីវភាពក្រីក្ររបស់គ្រួសារធ្វើការពេញមួយថ្ងៃថែមទាំងបានប្រាក់រង្វាន់រាប់សិបដុល្លារទៀតផងពេលដែលគេកំពុងរៀបចំឡើងក្រែកេងស្រាប់តែមាននារីម្នាក់រត់ចូលមកក្នុងបន្ទប់នាងជាអ្នកណាជួយខ្ញុំផងមានគេចង់សម្លាប់ខ្ញុំជួយផងមនុស្សទៅណាបាត់ហើយចង្រៃយៈមនុស្សទៅណាហើយនៅលើគ្រែមានមនុស្សមានរឿងអីថៅកែចង្រៃអាអ្នកទើបមកថ្មីគេងយកសັບឃើញស្រីស្អាតហោះឯងកំពុងសម្រេចកម្មដោយខ្លួនឯងមែនទេក្នុងរោងចក្រមានស្រីស្អាតឯណាទៅកុំទៅនិយាយច្រើនជាមួយវារឿងសំខាន់ឥឡូវនេះគឺត្រូវរកមីស្រីចង្រៃនោះឲ្យឃើញបើវាយករឿងនេះទៅនិយាយប្រាប់គេតើយើងបានអីស៊ីអ្នកនាងមិនអីទេពួកគេទៅបាត់ហើយឆាប់មកនាងចង់ធ្វើអីនឹងខ្ញុំគ្រាន់តែមកធ្វើការសោះឥឡូវនេះលុយក៏រកមិនទាន់បានថែមទាំងបាត់បង់ព្រហ្មចារីយ៍ទៀតម៉ែកូនសុំទោសឯងជាអ្នកណាហេតុអីខ្ញុំមកនៅទីនេះណែនាងនៅហ៊ានសួរទៀតបើមិនបានខ្ញុំទេនាងត្រូវគេចាប់បាត់ទៅហើយយកលើកទី1របស់ខ្ញុំទៅហើយមិនអរគុណហើយថែមទាំងវាយខ្ញុំទៀតនាងហួសហេតុពេកហើយគឺគេមែនដែលបានជួយខ្ញុំអំបញ្ញមិញគឺខ្ញុំជាអ្នកផ្ដួចផ្ដើមមុនសោះសុំទោសខ្ញុំយល់ច្រឡំលើលោកហើយគ្រាន់តែសុំទោសគឺចប់ហើយមែនទេយ៉ាងហោចណាស់លើកទី1ក៏ឲ្យនាងទៅហើយដែរនាងគួរតែសងសំណងខ្លះមក
ឥឡូវនេះមិនសូវងាយស្រួលទេចាំខ្ញុំចេញទៅក្រៅសិនចាំខ្ញុំសងសំណងឲ្យលោកក្រោយមកនារីម្នាក់នោះមានបំណងនាំកំឡោះយើងចេញពីរោងចក្រនេះតែត្រូវមនុស្សក្នុងរោងចក្រស្ទាក់ផ្លូវជាប់ពេលនោះឪពុកម្ដាយរបស់នាងក៏មកដល់កន្លែងកើតហេតុដែរឪពុកក៏សួរទៅកូនស្រីភ្លាមសុខរត់មកទីនេះធ្វើអីនារីនោះប្រាប់ថាខ្លួនមកទីនេះដើម្បីរកភស្តុតាងហើយបញ្ជាក់ថាគូដណ្ដឹងរបស់ខ្លួនមិនមែនជាសប្បុរសជនអ្វីទេតែជាមនុស្សអាក្រក់ជាថៅកែចិត្តខ្មៅមនុស្សពុតត្បុតដូចជាគេនេះមិនស័ក្តិសមនឹងនាងតតែសោះប៉ុន្តែឪពុកម្ដាយមិនជឿសម្ដីកូនស្រីឡើយថែមទាំងប្រាប់ថាបើកូនមិនព្រមរៀបការទេលោកតានឹងបោះបង់ការទទួលការព្យាបាលហើយលោកតាក៏បានផ្ដាំឲ្យឆាប់នាំកូនប្រសាប្រុសមកផ្ទះផងគាត់សួរកូនស្រីថាបើមិនរៀបការជាមួយជនសៅទេតើឲ្យរៀបការជាមួយកូនស្រីនោះក៏ទាញកំឡោះយើងមកធ្វើជាខែការពីភ្លាមខ្ញុំនឹងរៀបការជាមួយគេរៀបការជាមួយខ្ញុំក្មេងស្រីនោះប្រាប់អ្នកគ្រប់គ្នាថាមិនយល់ព្រមក៏មិនបានដែរនឹងគេបានមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាបែបនេះឪពុកម្ដាយនាងខឹងស្ទើរតែឈួតទៅហើយដោយឃើញសារលោកតាហៅឲ្យត្រឡប់ទៅផ្ទះវិញពួកគេមានតែនាំកំឡោះនោះត្រឡប់ទៅផ្ទះសិនចំណែកជនសៅដែលនៅក្បែរនោះក៏ខឹងឆេះឈួរដូចគ្នាពេលដឹងថាកំឡោះនេះបានស្កេនក្រយៅដៃមុនចូលធ្វើការគេក៏នឹកឃើញផែនការទម្លាក់កំហុសមួយចំណែកកំឡោះយើងពេលមកដល់ផ្ទះគ្រួសារលោកតាក៏បញ្ជាឲ្យគេរៀបចំទទួលភ្ញៀវទោះបីជាពួកគេមិនពេញចិត្តតែក៏ត្រូវតែទុកមុខឲ្យលោកតាដែរតែពេលកំឡោះយើងឃើញម្ហូបនៅលើតុគេបែរជានិយាយថាស្មានតែចូលក្រុងអត់បានហូបសោះនឹកស្មានមិនដល់ថានៅទីនេះក៏មានហូបដែរស្រាប់តែបរិះនោះក៏បញ្ជាក់ថាគុំថាតែបានហូបសូម្បីតែឃើញក៏ឯងមិនធ្លាប់ឃើញផងតែគេបានតបវិញថាខ្លួនមិនបាននិយាយកុហកទេព្រោះនៅផ្ទះគេហូបវាស្ទើររាល់ថ្ងៃឯងនិយាយចប់នៅនេះជាត្រីសមុទ្រកំមដែលគេចិញ្ចឹម1គីឡូតម្លៃ$12,000គ្រួសារឯងមានលុយទិញហូបទេពួកគេគិតថាកំឡោះនេះកំពុងតែនិយាយរវើវីហើយលោកតាក៏គិតដែរថាក្មេងនេះមើលទៅស្លូតបូតតែនិយាយសុទ្ធតែរឿងភូតកុហកចំណែកនៅម្ខាងទៀតគ្រួសាររបស់កំឡោះយើងក៏បានរកឃើញតម្រុយរបស់គេដែរដឹងថាកូនប្រុសនៅផ្ទះគ្រួសារឈីនហើយថែមទាំងចិត្តរៀបការជាមួយកូនស្រីគេទៀតពួកគេក៏សម្រេចចិត្តថានឹងទៅមើលផ្ទះគ្រួសារឈីនថាតើមានរឿងអ្វីឲ្យប្រតែមុនពេលទៅដល់ផ្ទះគ្រួសារឈីនកែរោងចក្រក៏បានមករកដល់ផ្ទះបាត់ទៅហើយយ៉ាងជន់លោកឯងមកធ្វើអីគ្រួសារយើងមិនស្វាគមន៍លោកទេសៀវមិនក៏និយាយបែបនេះជន់សៅលោកមកនេះគឺចង់ពិភាក្សារឿងរៀបការរបស់សៀវមែនទេអ្នកមីងខ្ញុំពិតជាចង់មកនិយាយរឿងរៀបការជាមួយសៀវមែនតែមិនមែនពេលនេះទេថ្ងៃនេះខ្ញុំមកទីនេះគឺមកគិតបញ្ជីជាមួយអាមួយនេះទេយ៉ាងជន់លោកនិយាយឈួតអីហ្នឹងច្បាស់ណាស់ថាជាលោកដែលកេងប្រវ័ញ្ចលើសៀវហ្វឹងគេទេដែលត្រូវគិតបញ្ជីជាមួយលោកនោះសៀវអូនស្ដាប់បងនិយាយសិនស្រោមដៃមួយនេះគឺខ្ញុំបានជួយកុំងធ្វើជាពិសេសសម្រាប់កូនប្រុសរបស់ប្រធានចេញតម្លៃ5លានយន់តែឥឡូវត្រូវអាមួយនេះធ្វើឲ្យខូចបាត់ហើយប្រធានចេនកំពុងតែធ្វើដំណើរមកទីនេះខ្ញុំសូមបង្រៀនមេរៀនឲ្យវាជំនួសប្រធានចេនសិនមិនអីទេដឹងប្រធានចេនគាត់ជាមហាសេដ្ឋីលំដាប់ពិភពលោកណាធ្វើឲ្យខូចស្រោមដៃកូនប្រុសគាត់នេះគឺជារឿងធំហើយលោកកុហកខ្ញុំមិនដែលឃើញស្រោមដៃនេះទេរបស់មានតម្លៃបែបនេះធ្វើម៉េចសៀវហ្វឹងឃើញបានទៅវាពិតជាមិនបានឃើញមែនប៉ុន្តែវាអាចលួចបានឯងគឺចោរឯងទៅរកមនុស្សម្នាក់តែមានរាងរើប្រហាក់ប្រហែលនឹងអាសម្រាមនេះស្លៀកពាក់ខោអាវដូចគ្នាហើយធ្វើពុតជាទៅលួចស្រោមដៃនោះទៅតែត្រូវប្រកាសថាបានបន្សល់ទុកក្រយៅដៃនៅលើស្រោមដៃនឹងប្រអប់ធ្វើបែបនេះហើយមិនត្រឹមតែគ្រួសារឈីនមិនអាចទុកវាទេសូម្បីតែគ្រួសារចេនក៏មិនលើកលែងឲ្យវាដែរអត់ទេមិនមែនខ្ញុំទេបដិសេធក៏គ្មានប្រយោជន៍ដែរលោកពូអំបញ្ញមិញខ្ញុំរាយការណ៍សន្ទនារបស់អ្នកទាំងអស់គ្នាអស់ហើយអាមួយនេះពូកែតែនិយាយភូតកុហកទេលោកពូជឿសម្ដីវាមែនទេអាអ្នកស្រែស្អុយឯងមិនត្រឹមតែចូលចិត្តអួតទេថែមទាំងជីចោលទៀតខ្ញុំវីឯងឲ្យស្លាប់លោកប៉ាមិនក៏វីគេអញ្ចឹងវីមែនទេខ្ញុំមិនវីវាឲ្យស្លាប់គឺសំណាងហើយឯងដើរមកនេះភ្លាមកុំទៅនៅក្បែរអាចោនោះពេកអ្នកណាគេអូសអាមួយនេះចេញទៅកុំឲ្យរំខានដល់ការញ៉ាំបាយរបស់ខ្ញុំជាមួយអនាគតពុកក្មេកម៉ែក្មេករឿងពួកយើងចាំដោះស្រាយគ្នាខាងក្រៅលេងខ្ញុំមិនមែនជីចោលទេកាមេរ៉ាសុវត្ថិភាពនៅទីនេះស្រាប់ហើយឯងនៅចង់ប្រកែកទៀតសៀវហ្វឹងជាកូនប្រុសហានធ្វើត្រូវហ៊ានទទួលឲ្យតែឯងព្រមសារភាពដោយយកយកដល់មុខសៀវខ្ញុំនឹងពិចារណាសុំអង្វរឯងមិនមែនខ្ញុំទេអ្នកទាំងអស់គ្នាចេះតែចោទប្រកាន់ថាខ្ញុំកុហកថាខ្ញុំលួចរបស់គ្រាន់តែព្រោះគ្រួសារខ្ញុំក្រខ្ញុំស័ក្តិសមនឹងត្រូវគេទម្លាក់កំហុសមែនទេនៅរឿងងោទៀតមែនទេនេះគឺជាក្រយៅដៃដែលខ្ញុំដកស្រង់ចេញពីប្រអប់ស្រោមដៃអញថាមិនមែនជាអញទេអញ្ចឹងឯងដោះស្រោមដៃរបស់ឯងមកផ្ទៀងផ្ទាត់ក្រយៅដៃគ្នាមើលនឹងដឹងហើយបើចង់ផ្ទៀងក្រយៅដៃតតែដោះស្រោមដៃបើដោះវាចេញមិនត្រឹមតែដៃខ្ញុំនឹងរលួយទេថែមទាំងអាចបង្កគ្រោះមហន្តរាយទៀតផងខ្ញុំមិនដោះទេនេះឯងមិនចង់ដោះឬមួយក៏មិនហ៊ានដោះឲ្យប្រាកដអាមួយនេះពាក់ស្រោមដៃរហូតសំបីញ៉ាំបាយក៏មិនដោះដែរក្រែងលោវាធ្វើបែបនេះដើម្បីងាយស្រួលធ្វើសកម្មភាពទេដឹងមិនមែនទេដៃខ្ញុំមានជំងឺ
បើដោះស្រោមដៃចេញវានឹងនាំគ្រោះកាច់មកមិនខានគួរឲ្យចង់សាយខ្យល់ព្យុះបែបណាដែលខ្ញុំមិនធ្លាប់ជួបនោះចាំបាច់ខ្លាចស្រោមដៃរហែករបស់ឯងមួយគូហ្នឹងឯងមិនដោះទេមែនទេចាំខ្ញុំជួយដោះឲ្យយ៉ាងជន់លោកបានហើយខ្ញុំជឿថាសៀវហ្វឹងមិនមែនជាមនុស្សបែបនេះទេសៀវសៀវតើវាជាអ្នកលួចឬអត់គ្រាន់តែដោះស្រោមដៃផ្ទៀងផ្ទាត់ទៅមិនដឹងទៅហើយវាមិនព្រមដោះស្រោមដៃនេះមិនបញ្ជាក់ថាវាជាចោរលួចមានវិបដិសារីទេមែនទេបានហើយថយចេញទៅគុំលូកដៃកូនស្រីកូនភ្ញាក់រលឹកឡើងបើគេគ្មានបញ្ហាទេមិនក៏មិនហ៊ានឲ្យផ្ទៀងផ្ទាត់ក្រយើដៃចាប់នាងចេញទៅលេងខ្ញុំភ្លាមសៀវសៀវអង្គុយចុះមិនបានទេមិនអាចដោះបានទេកុំធ្វើអីផ្ដេសផ្ដាស់វាខ្ញុំប្រាប់ហើយថាបើដោះចេញគឺមានរឿងហើយខ្ញុំចង់តែដឹងទេថាតើវាអាចមានរឿងធំប៉ុណ្ណាទៅស្រោមដៃនេះដោះមិនបានទេពិតជាដោះមិនបានមែនសំរាមឯងថាមិនឲ្យដោះតែឯងចង់តែដោះពេលផ្ទៀងផ្ទាត់ក្រយើដៃត្រូវហើយឯងនឹងឲ្យឯងជាប់គុកមួយជីវិតឯងលេងដៃឈប់ភ្លាម